ជាកិច្ចចាប់ផ្ដើមខ្ញុំបាទសូមជម្រាបសួរដល់លោកគ្រូនិងមិត្តភ័ក្តិទាំងអស់គ្នាក៏ដូចជាពុកម៉ែបងប្អូនដែលទស្សនានៅវីដេអូនេះខ្ញុំបាទមានឈ្មោះវ៉ចាមុនីរៀននៅមហាវិទ្យាល័យកសិកម្មជានិស្សិតជំនាញសេដ្ឋសាស្ត្រនៃសាកលវិទ្យាល័យជាតិជាសៀមកំចៃមាសចំពោះថ្ងៃនេះដែរខ្ញុំបាទលើកយកប្រធានបទមួយនិយាយអំពីជំងឺនៅលើដំណាំត្រសក់ជំងឺនោះមានឈ្មោះថាជំងឺ virus mosaic ឬក៏គេហៅម្យ៉ាងទៀតថាជាជំងឺ mosaic virus ហើយចំពោះលក្ខណៈសម្គាល់របស់ជំងឺ mosaic virus នេះគឺយើងមើលទៅឃើញថាស្លឹករបស់ដំណាំត្រសក់ហ្នឹងគឺវាមានខូចទ្រង់ទ្រាយហើយវាកោងហើយវាបត់ចុះឬក៏មានដុំពកនៅលើស្លឹកហ្នឹងហើយចំពោះផ្ទៃស្លឹកហ្នឹងគឺវាមានភាពមិនស្មើគ្នាទេវាមានស្នាមជ្រុយជ្រួញនៅលើស្លឹកហ្នឹងហើយស្លឹកវាមានខ្លីតូចឬក៏លូតលាស់មិនបានល្អហើយធ្វើឲ្យរុក្ខជាតិទាំងមូលហ្នឹងគឺវាលូតលាស់យឺតហើយផ្កានិងកម្ពូលរបស់វាហ្នឹងគឺមានសភាពរួញចំពោះមូលហេតុនៃដែលវាកាត់ជំងឺនេះគឺវាមានអាកាសធាតុក្តៅនិងឬក៏ស្ងួតខ្លាំងពេកហើយមានស្មៅឬក៏រុក្ខជាតិដែលជាចម្រោកសត្វល្អិតមានដូចជាចៃឬក៏ទ្រីបហើយនឹងសម្ភារៈប្រើប្រាស់កសិកម្មតាមរយៈគ្រាប់ពូជចំពោះលក្ខណៈចម្បងនៃការឆ្លងជំងឺនេះតែម្ដងគឺតាមរយៈសត្វល្អិតជាពិសេសគឺទ្រីបតែម្ដងវាប្រហារខ្លាំងជាងសត្វល្អិតដទៃទៀតចំពោះវិធានការការពារមុននឹងដាំគឺយើងត្រូវជ្រើសរើសពូជឬក៏គ្រាប់ពូជណាដែលវាស្អាតមិនធ្លាប់កើតមានជំងឺកម្ចាត់ស្មៅចង្រៃឬក៏រុក្ខជាតិដែលជាចម្រោកសត្វល្អិតប្រើអន្ទាក់ពណ៌លឿងដើម្បីចាប់សត្វល្អិតដាំឲ្យមានខ្យល់ចេញចូលបានល្អយើងមិនត្រូវដាំញឹកពេកទេយើងត្រូវដាំរង្វើដើម្បីឲ្យវាមានខ្យល់ចេញចូលចំណែកឯវិធានការគ្រប់គ្រងវិញគឺយើងត្រូវដកដើមដែលមានជំងឺចេញហើយយើងប្រើឧបករណ៍កាត់ឬក៏សម្អាតដោយសាប៊ូឬក៏អាល់កុលដើម្បីជៀសវាងកុំឲ្យវាចម្លងរោគតាមរយៈប្រើឧបករណ៍កាត់ហើយជំងឺវីរុសនេះគឺគ្មានថ្នាំណាដែលអាចព្យាបាលជំងឺវីរុសនេះបានទេហើយបើសិនបើយើងចង់ព្យាបាលតាមដែលវាមិនកើតជំងឺហ្នឹងគឺយើងត្រូវបាញ់ជីទៅលើស្លឹកមានដូចជា NPK កាល់ស្យូម ម៉ាញ៉េស្យូម ស័ង្កសីឬក៏ប៊័រហើយមួយទៀតគឺយើងអាចប្រើជីកំប៉ុស្តឬក៏ជីអង្គធាតុសរីរាង្គមួយទៀតគឺយើងអាចប្រើជីដើម្បីជួយភាពធន់នៃជំងឺវីរុសម៉ូស្អិកនេះជាចុងក្រោយខ្ញុំបាទសូមអរគុណលោកគ្រូឬក៏មិត្តភ័ក្តិរួមថ្នាក់ទាំងអស់គ្នានិងពុកម៉ែបងប្អូនដែលបានទស្សនានៅវីដេអូនេះសូមអរគុណសូមជម្រាបលា